ស្វាគមន៍ការចូលមកកាន់ YouTube Channel របស់ខ្ញុំថ្ងៃនេះអ្នកនឹងបានសិក្សាអំពីការធ្វើអក្សរពីរជាន់អញ្ចឹងនៅពេលនេះខ្ញុំសូមបង្កើតទាំងមួយគឺទាំង background ថ្មីខ្ញុំយកពាក្យថា file ហើយ new ហើយកន្លែងនេះគឺយើងចង់ដាក់ឈ្មោះអីក៏បានកន្លែងនេះខ្ញុំសូមអត់ដាក់ហើយកន្លែងនេះគឺ width គឺយើងអាចកំណត់បណ្ដោយទៅតឹងបានហើយនេះខ្ញុំសូមយកប៉ុណ្ណាហើយកន្លែងនេះយើងដូរពី pixel មក centimeter ទាំងពីរហើយកន្លែង resolution នេះគឺយើងយកដើម្បីវាច្បាស់ខ្ញុំសូមយក3446 pixel ហើយកន្លែង background content ខ្ញុំសូមយកពាក្យថា white ដើម្បីឲ្យវាពណ៌សអូខេមកយើងបានទាំង background មួយរួចហើយខ្ញុំចង់សរសេរពាក្យនៅលើ background នេះអញ្ចឹងខ្ញុំសូមសរសេរពាក្យថាព្រះរាជាណាចក្រកម្ពុជាខ្ញុំសូមសរសេរពាក្យថាព្រះរាជាណាចក្រកម្ពុជារួចហើយខ្ញុំចង់ធ្វើវាធំយើងអាចទាញវាបានរួចហើយខ្ញុំនឹង apply វាមួយបាទយើងបានពាក្យមួយហើយខ្ញុំនឹងបង្កើតអក្សរហ្នឹងទៅជាស្រទាប់មួយគឺយកពាក្យថា layer new layer អូខេមកយើងនឹងបានស្រទាប់មួយគឺព្រះរាជាណាចក្រកម្ពុជារួចហើយយើងយកពាក្យថាអក្សរ tool T នេះដើម្បី copy ព្រះរាជាណាចក្រកម្ពុជាមួយទៀតដើម្បីដាក់ឲ្យបានត្រួតលើគ្នាពីរtext select លើវាទាំងអស់រួចហើយចុច mouse ឆ្វក់ស្ដាំច្រឡំ Ctrl Z មកវិញ copy វាបានហើយចុចលើ text វិញខ្ញុំសូម Ctrl V នេះយើងនឹងបានពាក្យមួយទៀតថាព្រះរាជាណាចក្រកម្ពុជារួចហើយយើងចង់ move វាអញ្ចឹងអាខាងលើវាធំតែខាងលើវាតូចយើងចង់ទាញវាយើងទាញបានទាញវាស្មើគ្នាបាទគឺវាស្មើគ្នាហើយអញ្ចឹងខ្ញុំសូមយកពាក្យ text ដើម្បី apply លើវាយក tool មួយណាក៏បានយើងដើម្បី apply លើវាបានរួចហើយខ្ញុំសូមចាក់ពណ៌ដើម្បីវាពណ៌ខុសគ្នាបាទសំទោសយក tool text នេះហើយយើងចង់ចាក់ពណ៌លើមួយនេះចាក់លើនេះក៏បាន
ចាក់ពណ៌យកពាក្យនេះយើងចង់យកពាក្យពណ៌ខៀវយើងអាច select លើវាបាននេះអូខេមកឬហើយយើងបានមួយគឺព្រះរាជាណាចក្រកម្ពុជាហើយយើងចង់ឲ្យអក្សរពីរនេះនៅលើយើងចង់ឲ្យវាត្រួតនៅលើគ្នាដើម្បីបង្កើតបានជាអក្សរពីរជាន់អញ្ចឹងយើងយក tool មួយនេះ move tool រួចហើយយើងទាញវាដាក់ពីលើគ្នាមកអូខេគឺវានឹងបានអក្សរពីរជាន់ដែលយើងចង់បានអញ្ចឹងយើងអាចច្នៃឲ្យវាចេញជាfont ខ្មែរផ្សេងទៀតបានយើងអាចយកខ្មែរមូលាយខ្មែរបូកូអីបានក្រៅពី font មួយនេះតាមចំណង់ចំណូលចិត្តរបស់យើងអញ្ចឹងយើងបានអក្សរពីរជាន់ហើយខ្ញុំសូមទាញវាឲ្យវាស្មើគ្នាបន្តិចបាទអញ្ចឹងខ្ញុំសូមអរគុណចំពោះការតាមដានទស្សនារបស់អស់លោកអ្នក